បាទបងប្អូននេះគឺជាបាទឡានបាទចិនដើបាទយន្តហោះបាទសម្រាប់បាទលើកបាទអីវ៉ាន់សម្ភារៈផ្សេងបាទឡើងយន្តហោះបាទឬក៏ទម្លាក់បាទអីវ៉ាន់ផ្សេងបាទចេញពីយន្តហោះបាទដូចបងប្អូនឃើញហើយបងប្អូនបាទហើយនេះគឺជាបងដែលគាត់មានជាមួយនឹងទូនាទីផ្សេងតាក់ទងត្រៀមបាទជាមួយនឹងចាំយន្តហោះមកដល់បងប្អូនណាបាទហើយដូចពួកគាត់កំពុងតែចូលនេះគឺចូលត្រៀមបាទជាមួយនឹងលក្ខណៈបាទដើម្បីទទួលបាទជាមួយនឹងយន្តហោះបាទមកដល់ថ្មីបាទសម្រាប់ពួកគាត់បាទគឺជាភ្នាក់ងារបាទហើយសម្រាប់ខាងនោះបងប្អូនជាអ្នកបើកប្រភេទចិនដាវបាទចិនដាវហ្នឹងគឺពេលដែលយន្តហោះមកដល់គឺជាច្រកទ្វារជាស្ពានមួយសម្រាប់ឲ្យភ្ញៀវបងប្អូនបាទគឺដើរកាត់ណាបងប្អូនណាបាទដែលចេញពីយន្តហោះបាទចូលមកក្នុងពលានបាទដើម្បីបាទ check out ឬត្រឡប់ចូលក្នុងបាទមាតុភូមិនៃប្រទេសកម្ពុជារបស់យើងបងប្អូនបាទហើយឥឡូវនេះយន្តហោះកំពុងតែធ្វើដំណើរមកហើយបាទធ្នឹមហ្នឹងបងប្អូនឃើញទេបាទនេះគឺជាទេសភាពបាទដែលខ្ញុំចង់បង្ហាញហ្នឹងគឺជាទេសភាពដែលយន្តហោះបាទទើបតែចូលមកដល់ក្នុងប្រលានថ្មីបាទដែលហៅកាត់ថា KTI បាទនៅក្នុងក្រុងតាខ្មៅរាជធានីភ្នំពេញរបស់យើងបាទហើយដូចបងនេះកំពុងតែឈរត្រៀមបើសិនជាដែលយន្តហោះមកដល់គឺពួកគាត់នឹងមានជាមួយនឹងមុខងារផ្សេងគ្នារៀងខ្លួនបាទដើម្បីបាទជាទូនីតិដើម្បីស្វាគមន៍បាទដើម្បីទទួលបាទជាមួយនឹងរៀបចំសម្ដាប់ធ្នាប់ឬក៏ជាមួយនឹងការងារផ្សេងពួកគាត់ទៀតបាទក្នុងការដែលយន្តហោះមកដល់បាទហើយនេះគឺធំមែនទែនបងប្អូនបាទនេះមកឲ្យធ្នឹមបាទហើយក៏សូមទោសសម្រាប់ពុកម៉ែបងប្អូនផងដែរបាទខ្ញុំនិយាយអត់សូវរៀងលឺទេបាទដោយសារតែខ្ញុំមកសម្រាប់បាត់ព្រេកបាទរយៈពេល15នាទីហើយអញ្ចឹងទៅក៏តនេក៏ឆ្លៀតបាទបញ្ចូលសំឡេងនៅក្នុងពលានអញ្ចឹងអាចខ្លាចប៉ះពាល់បាទជាមួយនឹងភ្ញៀវផ្សេងដែលគាត់កំពុងតែសម្រាកផងដែរបាទអញ្ចឹងនេះគឺជាទេសភាពពេលដែលយន្តហោះមកដល់ដូចបងប្អូនឃើញហើយបាទគឺមកធ្នឹមអញ្ចឹងណាបងប្អូនណាបាទហើយសម្រាប់ឡាននៅជុំវិញហ្នឹងគឺជាឡានដែលត្រៀមជាមួយនឹងបាទលក្ខណៈដែលមានទាំងចិនដាវបាទហើយក៏មានជាមួយនឹងសម្ភារៈផ្សេងដែលសម័យត្រៀមបាទឡើងយន្តហោះព្រោះយន្តហោះគឺមានទៅមានមកអញ្ចឹងបងប្អូនណាអញ្ចឹងដូចគេដឹកអីវ៉ាន់ពីស្រុកក្រៅចូលមកក្នុងប្រទេសកម្ពុជាហើយក៏ដឹកប្រភេទជាអីវ៉ាន់ផ្សេងពីប្រទេសកម្ពុជាទៅស្រុកក្រៅវិញបាទដូចជាមួយនឹងជើងយន្តហោះបាទមិនមានដឹកតែអ្នកដំណើរទេក៏មានដឹកជាមួយនឹងបាទអីវ៉ាន់ផ្សេងផងដែរដោយបងប្អូនឃើញព្រោះយន្តហោះមិនមែនតូចទេគឺធំណាស់បងប្អូនបាទសម្រាប់នេះផងដែរគឺជាក្រុមហ៊ុនកាតាបាទដែលខ្ញុំធ្វើនេះគឺនៅក្នុងកែតលេខ A31 បាទទល់មុខជាមួយនឹងផងដែរហើយដូចបងប្អូនឃើញនេះគាត់តែយន្តហោះមកដល់ឈប់ភ្លឹបគឺបងបាទដែលគាត់យកទាំងអ្នកខ្លះដែលមានទូនាទីខុសគ្នាបាទទាំងជាមួយនឹងកំណល់យន្តហោះបាទហើយជាមួយនឹងបងផ្សេងទៀតដែលមានទូនាទីខុសគ្នាទាក់ទងជាមួយនឹងការធ្វើនៅក្នុងពលានយន្តហោះហ្នឹងពេលដែលយន្តហោះមកដល់ក៏មានទូនាទីផ្នែកបាទខុសពីគ្នាផងដែរអញ្ចឹងពេលដែលយន្តហោះឈប់ជាមួយនឹងរលត់ជាមួយនឹងម៉ាស៊ីនហើយគឺពួកគាត់ចាប់ផ្ដើមហើយបាទបែងចែកតាមទូនាទីរៀងខ្លួនជាមុខសញ្ញារៀងខ្លួនដោយបងខ្លះក៏ចាប់ផ្ដើមបាទបើកជាចិនដាវបើកចិនដាវអញ្ចឹងទៅបងខ្លះយកកំណល់អញ្ចឹងទៅបងខ្លះបាទគឺថាការងារផ្សេងពីគ្នាអញ្ចឹងបងពុកម៉ែបងប្អូនអាចមើលកំសាន្តលេងបងប្អូនណាបាទមិនមែនជាអ្វីដែលអាចផ្ដល់ជាមួយនឹងអត្ថប្រយោជន៍សម្រាប់បងទេគ្រាន់តែជាការផ្ដល់ជាមួយនឹងបាទផ្លែកទាក់ទងជាមួយនឹងយន្តហោះចុះចតបាទអញ្ចឹងទៅគឺមានបងចាប់ផ្ដើមឡើងនេះបងប្អូនគាត់ឡើងនេះគឺឡើងដើម្បីចុចជាមួយនឹងកលឹះទ្វារបាទយន្តហោះបាទដូចបងប្អូនឃើញហើយបាទនេះទី1ចុចអត់ទាន់បើកទេបាទចុះមកវិញអញ្ចឹងការបើកទ្វារយន្តហោះបាទនេះមិនបើកសម្រាប់ភ្ញៀវចេញទេបងប្អូនបើកសម្រាប់ទ្វារវ៉ាន់បាទនៅមានខាងក្រោយមួយហើយនឹងបាទមុខមួយទៀតផងដែរហើយនេះជាប្រភេទចិនដាវចាប់ផ្ដើមទៅហើយបងប្អូនបាទចិនដាវនេះគឺជាឡានបងប្អូនណាបាទបើយើងមើលមិនដឹងគឺយើងថាឡានតែការពិតឡានទាំងអស់ហ្នឹងគឺជាប្រភេទចិនដាវបាទដែលអាចបាទលើកអីវ៉ាន់ធំបាទចូលទៅលើបាទយន្តហោះបានបាទអញ្ចឹងបើតែយើងនៅក្រៅយើងគិតថាឡានប៉ុន្តែនៅក្នុងនោះគឺជាប្រភេទចិនដាវបាទដែលលើកជាមួយនឹងអីវ៉ាន់ធ្ងន់បាទដែលមិនបាច់ប្រើកម្លាំងទេដូចឥឡូវគេឡើងបើកទ្វារជាលើកទី2ណាបងប្អូនបាទហើយចិនដាវក៏បានចូលមកគៀបជាមួយនឹងទ្វារយន្តហោះជិតស្រេចហើយសម្រាប់ភ្ញៀវក៏អាចចេញតាមច្រកនឹងទៅបានបាទហើយឥឡូវនេះគេបើកជាមួយនឹងទ្វារហើយបងប្អូនបាទមួយបាទអញ្ចឹងគឺសម្រាប់ទ្វារទាំងអស់នេះហើយបងប្អូនគឺជាទ្វារដែលលើកអីវ៉ាន់បាទលើកអីវ៉ាន់ចូលបាទសម្រាប់យន្តហោះ
ចឹងដែរអញ្ចឹងបើសិនជាបងបាទចង់ទស្សនាជាមួយវីដេអូផ្សេងទៀតអាច comment តែចង់ឃើញអីអញ្ចឹងខ្ញុំអ្វីដែលអាចថតបានខ្ញុំនឹងថតជូនហើយក៏សូមកាន់តែអភ័យទោសទៅដល់ពុកម៉ែបងប្អូនផងដែរដូចខ្ញុំជម្រាបចឹងបើសិនជាប៉ះពាល់អារម្មណ៍អីកន្លែងណាក៏សូមអធិស្ឋានដែលខ្ញុំធ្វើនេះគ្រាន់តែចង់បង្ហាញនៅតែដដែលចង់បង្ហាញសកម្មភាពទៅដល់ពុកម៉ែបងប្អូននៅតាមជនបទឲ្យគាត់បានឃើញជាមួយនឹងវីដេអូសកម្មភាពអ្នកដែលធ្វើការនៅក្នុងប្រលានយន្តហោះនៅជិតយន្តហោះអរគុណកុំភ្លេច follow